ប្រសិនបើនិយាយអំពីយន្តហោះចម្បាំងដែលល្បីល្បាញបំផុតនៅលើโลกយើងមិនអាចរំលងឈ្មោះបានទេគឺ F-16 ដែលវាមានឈ្មោះជាផ្លូវការថា F-16 Fighting Falconដែលនៅក្នុងអំឡុងពេលសង្គ្រាមប្រមាណខែនេះសៀមបានយក F-16 នេះឯងមកទម្លាក់គ្រាប់បែកឈ្លានពាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងទោះបីជាមានយន្តហោះចំនួនទី5ទំនើបដូចជា F-35 ក៏ដោយប៉ុន្តែ F-16 នៅតែជាស្ដេចត្រាញ់នៅលើមេឃក្នុងឆ្នាំ2026នេះហេតុអ្វីបានជាវាមានឥទ្ធិពលខ្លាំងម្ល៉េះហើយតើសមត្ថភាពវាមានដល់កម្រិតណាថ្ងៃនេះយើងនឹងមកលម្អិតឲ្យដឹងគ្រប់ចំណុចតែម្ដងត្រឡប់ទៅក្រោយបន្តិចនៅក្នុងទសវត្សរ៍ទី70សហរដ្ឋអាមេរិកបានឲ្យដឹងថាពួកគេមានតែយន្តហោះធំៗដែលមានតម្លៃថ្លៃខ្លាំងនិងពិបាកក្នុងការផលិតឲ្យមានចំនួនច្រើនដូច្នេះគេចាប់ផ្ដើមគម្រោងមួយគឺ Lightweight Fighter គោលដៅនោះគឺតូចស្រាលនិងលឿននិងរហ័សរហួនផងដែរក្រុមហ៊ុន General Dynamics បានឈ្នះការដេញថ្លៃនេះហើយ F-16 បានហោះហើរជាលើកដំបូងនៅក្នុងឆ្នាំ1974វាត្រូវបានគេហៅថា Fighting Falcon ប៉ុន្តែអ្នកបើកបរច្រើនហៅថា Viper ចំណុចដែលធ្វើឲ្យ F-16 ប្លែកពីគេគឺប្រព័ន្ធ Fly by Wire នេះគឺជាយន្តហោះដំបូងគេដែលមិនប្រើខ្សែពីរបាល់ដើម្បីបញ្ជាស្លាប់យន្តហោះនោះទេប៉ុន្តែប្រើកុំព្យូទ័រដើម្បីបញ្ជាតាមរយៈសញ្ញាអគ្គិសនីនេះមានន័យថាយន្តហោះនេះដឹងពីអ្វីដែលអ្នកបើកបរចង់ធ្វើភ្លាមៗកៅអីអ្នកបើកបរត្រូវបានដាក់ផ្អៀងទៅក្រោយ30ដឺក្រេដើម្បីជួយឲ្យពួកគេទប់ទល់នឹងកម្លាំងណាញ់ជីពេលកាច់កោងខ្លាំងៗម៉ាស៊ីនតែមួយគ្រាប់របស់វាផ្ដល់កម្លាំងរុញច្រានបានលឿនទៅដល់ Mach 2 ឬ2ដងនៃល្បឿននៃសំឡេង F-16 មិនត្រឹមតែលឿននោះទេតែវាជាយន្តហោះពហុមុខងារវាអាចផ្ទុកអាវុធរហូតដល់9តោនសម្រាប់ការប្រយុទ្ធនៅលើអាកាសវាប្រើមីស៊ីល AIM-120 AMRAAM ដែលអាចបាញ់សត្រូវពីចម្ងាយ75គីឡូម៉ែត្រសម្រាប់ការវាយប្រហារលើដីវាមានកាំភ្លើងយន្តប្រភេទ M16 Falcon ដែលបាញ់បាន 6000 គ្រាប់ក្នុង1វិនាទីវាក៏អាចប្រើគ្រាប់បែកឆ្លាតវៃ Smart Bomb ដែលតម្រង់ត្រូវទិសដៅតាមឡាស៊ែរដើម្បីកំទេចគោលដៅបានយ៉ាងត្រឹមត្រូវ 100% ផងដែរក្នុងអំឡុងសង្គ្រាមឈូងសមុទ្រលើកទី1 F-16 បានដើរតួនាទីយ៉ាងសំខាន់កំណត់ត្រារបស់វាគឺសាហាវណាស់វាធ្លាប់បាញ់យន្តហោះសត្រូវរាប់សិបគ្រឿងដោយមិនដែលត្រូវសត្រូវបាញ់ទម្លាក់វិញឡើយចំណុចសំខាន់នៅក្នុងឆ្នាំ2026នេះគឺជាការអាប់ដេតទៅស៊េរីប្លុក 70/72 វាមានរ៉ាដា AESA ទំនើបដែលអាចស្កេនគោលដៅបានច្រើននៅក្នុងពេលតែមួយនិងប្រព័ន្ធការពារខ្លួនដែលមិនអាចទម្លុះបានវាគឺជាយន្តហោះដែលចាស់តែឈ្មោះតែសមត្ថភាពគឺទំនើបបំផុតមកដល់សប្តាហ៍ថ្ងៃនេះទោះបីជាសង្គ្រាមត្រូវបានបញ្ចប់តែដំបៅនៃការមើលងាយនៅតែមាន F-16 ប្រហែលជាយន្តហោះចម្បាំងដ៏ខ្លាំងតែវាមិនអាចបំបាក់ស្មារតីកូនខ្មែរបានឡើយសូមរំលឹកនឹកគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពនៃកម្ពុជាសូមអរគុណ